សួស្តីម្ដងអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរខ្ញុំបានធ្វើការណែនាំអ្នកគ្នាលេង server មួយដែលមានឈ្មោះថា Loyalty MC ដែលទើបតែធ្វើការ upgrade game mode ថ្មីហើយបើសិនជាអ្នកគ្នាចង់ដឹងថា game mode នេះស្អីអ្នកគ្នាចូលមកគឺមានតែមួយទេបើចង់អាចបើកណាវិសិនទៀតអញ្ចឹងជាដំបូងគឺអ្នកគ្នាគឺអាចបើចាប់អារម្មណ៍ចង់ចូលលេងក្នុង server នេះដែរជាឥឡូវcomplete whiteboard ហើយនឹង IP ដែលខ្ញុំបានណាត់នៅលើវីដេអូមួយនេះហើយមានទាំង Bedrock ហើយនឹង Java ចឹងណាមានទាំងពីរហ្នឹងហើយមាន Java គឺត្រូវមាន Bedrock បើមាន Bedrock គឺត្រូវតែមាន Java អូខេ let's go នេះជាដំបូងយើងនឹងបង្ហាញអំពី Bedrock មុនគេចឹង Bedrock ពេលចូលមកមុនដំបូងមានធ្វើអីទេយើងក្រៅពីពាក្យថា play ហើយបន្ទាប់មកយើងរកពាក្យថា server បាទហើយបន្ទាប់មកយើងចុចពាក្យថា add server ដែលនៅនេះមានសញ្ញាបូកហើយមានពាក្យថា add server ហ្នឹងយើងគ្រាន់តែការចុច add វាមកហើយខាងលើនេះអ្នកនរគ្នាដាក់អីដាក់ទៅចំណាំបើស្អីខ្ញុំដាក់ loyalty ទៅដើម្បីដឹងថាវាជា server loyalty អញ្ចឹងណា loyalty MC យ៉ាបន្ទាប់មកខាងក្រោមនេះគឺអ្នកនរគ្នាត្រូវតែ copy address ដែលខ្ញុំបានដាក់នៅលើកញ្ចក់មួយនេះឬក៏អ្នកនរគ្នាវាយទៅតាមខ្ញុំក៏បានដែរវាយឲ្យត្រូវបើវាយខុសគឺវាយអត់ត្រូវទេហើយបន្ទាប់មកអ្នកនរគ្នាធ្វើការចូលមកកន្លងទី3នេះកន្លងទី3ទូទៅវាមានលេខស្រាប់អញ្ចឹងយើងធ្វើការលុបលេខនឹងចោលសិនទៅហើយបន្ទាប់មកយើងវាយលេខអាកតុយចុងគេនេះលេខរបស់អាកដានេះណាតែយើងយកអាចុងគេហ្នឹងហើយអញ្ចឹងយើងធ្វើការយើងដាក់មកយើងដាក់លេខ62083អញ្ចឹងពេលអ្នកនរគ្នា add អញ្ចឹងហើយអញ្ចឹងអ្នកនរគ្នាអត់អាចចុចស្ទះលឿនពេកទេយើងត្រូវការលុបអាចុងនេះសិនហ្នឹងហើយលុបអាចុងនេះណាកណ្ដាលហ្នឹងគឺយើងដាក់តែ IP ទេចំណែកខាងក្រោមគឺយើងដាក់ port ហ្នឹងហើយអញ្ចឹងគឺយើងវាយខាងលើខាងក្រោមគឺដោយវាយបែបហ្នឹងសម្រាប់ Bedrock ហើយបន្ទាប់មកយើងគ្រាន់តែការចុច add server មកអញ្ចឹងយើងនឹងទទួលបាន server មួយដែលមានឈ្មោះថា Loyalty ហើយពេលដែលអ្នកគ្នាចូលមកយើងគ្រាន់តែធ្វើការចុចចូលហ្នឹងមកអញ្ចឹងយើងនឹងវានឹងធ្វើការចូលមកក្នុង server យើងហើយអូខេអញ្ចឹងពេលដែលយើងសុំចាំតិចទៅពេលដែលយើងចូលដល់ក្នុង server ហើយគឺយើងអាចលេង game mode នឹងគឺបានហ្នឹងហើយអញ្ចឹងសម្រាប់ Bedrock គឺវាមានតែប៉ុណ្្នឹងទេហើយអ្នកនរគ្នាដែលលេង Bedrock គឺនឹងឃើញកន្លងបែបនេះអញ្ចឹងអ្នកនរគ្នាកុំឆ្ងល់អីអ្នកគ្នាគ្រាន់តែធ្វើការវាយ password បានន័យថាជាលេខកូដដែលយើងត្រូវចំណាំនៅក្នុងហ្នឹងណាហ្នឹងហើយខាងលើហ្នឹងហើយជាមួយនឹងកន្លងទី2គឺអ្នកទាំងអស់គ្នាត្រូវតែវាយឲ្យដូចគ្នាអញ្ចឹងខាងលើនេះគឺយើងដាក់កូដអញ្ចឹងទៅអានេះលេខកូដរបស់ខ្ញុំណាហើយសម្រាប់អ្នកទាំងអស់គ្នាអ្នកគ្នាគឺអាចវាយអីក៏បានដែរស្រេចចិត្តអ្នកទាំងអស់គ្នាទេចំណាំកុំឲ្យភ្លេចបើភ្លេចគឺខ្ញុំជួយអត់កើតទេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំដាក់លេខកូដបែបនេះហ្នឹងហើយយើងដាក់លេខកូដហ្នឹងខ្ញុំដាក់បែបនេះណាខ្ញុំស្រួលចំណាំអីចឹងទៅខ្ញុំខ្លាចពេលមកលេង Bedrock វិញភ្លេចអីចឹងទៅងាប់ដល់ហ្នឹងហើយចាំអ្នកគ្នាភ្លេច password គឺខ្ញុំអត់ដឹងថាជួយអ្នកគ្នាមិនទេអញ្ចឹងពេលដែលយើងបំពេញកន្លងហ្នឹងហើយយើងគ្រាន់តែចុចពាក្យថា submit ហ្នឹងមកអញ្ចឹងយើងអាចដើរនៅក្នុង game mode ហ្នឹងបានហើយអញ្ចឹងអត់ជាបញ្ហាទៀតទេសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងគ្នាអាចលេង survival អាចលេង game mode បាននៅក្នុងហ្នឹងដោយសេរីតែម្ដងអញ្ចឹងអូខេពេលដែលអ្នកគ្នាចូលមកអញ្ចឹងអ្នកគ្នាកុំភ្លេចវាយ slash kit ហ្នឹងណាអញ្ចឹងចំពោះវីដេអូសម្រាប់ Bedrock គឺមានតែប៉ុណ្្នឹងទេចឹងអ្នកគ្នាបើមើលមិនតាន់អីអ្នកគ្នាអាចស្គប់វីដេអូហើយមើលម្ដងទៀតបានហ្នឹងហើយអញ្ចឹងអូខេអ្នកនរគ្នាចឹងវីដេអូសម្រាប់ Bedrock នេះគឺមានតែប៉ុណ្្នឹងទេបាយបាយអ្នកនរគ្នាហើយយើងចាំជួបគ្នានៅក្នុងវីដេអូ Java អូខេអញ្ចឹងចំពោះ Java វិញយើងគ្រាន់តែចូលមកកាន់ multiplayer បន្ទាប់មករកពាក្យថា add server ហើយបន្ទាប់មកខាងលើនេះអ្នកគ្នាដាក់អីដាក់ទៅចំណាំអ្នកគ្នាចង់ដូរឈ្មោះពីអាហ្នឹងដាក់ Loyalty អញ្ចឹងក៏បានដែរឥឡូវខ្ញុំដាក់ Loyalty ទៀតហើយអូខេ Loyalty ដើម្បីជាចំណាំរបស់ខ្ញុំបន្ទាប់មកខាងក្រោមនេះកតាគេនេះណាគឺយើងធ្វើការវាយ IP ដែលខ្ញុំបានដាក់នៅលើអេក្រង់ហ្នឹងណាហ្នឹងហើយអ្នកគឺមើលទៅមើលមួយហ្នឹងហើយអញ្ចឹងនេះសម្រាប់ Java គឺយើងធ្វើការវាយ IP គឺបែបនេះគឺយើងដាក់ IP ហើយនឹង port គឺរួមគ្នាអ្នកនេះត្រូវតែទៅ save វាឲ្យច្បាស់ហ្នឹងហើយទៅ save វាដូចខ្ញុំអញ្ចឹងមកហើយអ្នកនេះគ្រាន់តែធ្វើការចុច run មកយើងនឹងឃើញ server មួយដែលមានឈ្មោះថា Loyalty MC Cambodia Network ហើយយ៉ាតែគឺយើងគ្រាន់តែចុចចូលមកហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចុចចូលមកអូខេអញ្ចឹងពេលដែលយើងចូលមកយើងគ្មានអីដូចនៅក្នុង Bedrock អញ្ចឹងគឺយើងត្រូវតែ
ចូលដំបងគឺយើងបើឃើញក្តារបែបហ្នឹងយើងគ្រាន់តែសេមកហ្នឹងហើយយើងទៅសេមកយើង comment វា41 7 42ជា41 7 42តែយើងគ្រាន់ចុចប៉ុណ្្នឹងអូខេវានឹងលោតយើងចេញពី server ហ្នឹងហើយលោតចេញពី server អ្នកនេះកុំភ័យអ្នកនេះគ្រាន់តែការចូលមកវិញមកហ្នឹងហើយពេលអ្នកនេះចូលមកវិញអញ្ចឹងវានឹងធ្វើឲ្យវានឹងប្រាប់យើងហើយនេះឃើញទេគេដាក់ថាuse/register password and password អញ្ចឹងសម្រាប់ password ហ្នឹងគឺជាស្អីគឺជាវាថាលេខកូដសម្ងាត់ដែលយើងអាចចូល account យើងណាអញ្ចឹងយើងគ្រាន់តែវាយ /register យកមកនេះអ្នកគ្នាគឺមើលបើសិនជាមើលឃើញទេខ្ញុំអាចនឹងសរសេរដាក់លើអេក្រង់ឲ្យបន្តមកកន្លែងនេះគឺអ្នកនរគ្នាត្រូវដាក់ password ដែលអ្នកគ្នាចង់ដាក់អីក៏ដាក់ទៅសំខាន់អ្នកគ្នាត្រូវតែចំណាំហើយកុំប្រាប់អ្នកដទៃអញ្ចឹងទេគេអាចយក account យើងលេងបានណាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំដាក់កូនដែរមកដូចក្នុង Bedrock អញ្ចឹងកូនមកហ្នឹងហើយបន្តមកអ្នកគ្នាត្រូវតែវាយកូននឹងម្ដងទៀតយើងដកឃ្លាមយើងវាយកូនវាម្ដងទៀតអញ្ចឹងទេណាអានេះសម្រាប់ខ្ញុំណាអូសេយឺតពេកគ្នាយើងអ្នកគ្នាគួរតែទៅសេឲ្យលឿនណាកុំទៅសេយឺតដូចខ្ញុំគ្រាន់តែបញ្យល់អ្នកគ្នាឯងអញ្ចឹងយើងគ្រាន់តែវាយធ្វើការវាយខ្លា register ដកឃ្លាព្រោះថាបើវាយយូរវានឹងអស់នាទីបន្ទាប់មកយើងដាក់កូដមក5 6យ៉ាហើយយើងធ្វើការដកឃ្លាមួយទៀតដើម្បីបញ្ជាក់1 2 3 4 5អញ្ចឹងអ្នកនេះក៏វាយប៉ុណ្ណឹងមកហើយអ្នកនេះគ្រាន់តែធ្វើការចុចអូខេមកយ៉ាគឺយើងអាចដើរបានហើយនេះយើងអាចដើរបានហើយកុំឆ្ងល់ចុយរបស់ទីក្នុងខ្លួនណាអានេះអាខាងនេះគឺខ្ញុំយកមកតេស្តអញ្ចឹងណាហើយយ៉ាគឺមានតែប៉ុណ្្នឹងទេហើយបន្តមកអ្នកនរគ្នាពេលអ្នកនរគ្នាចេញទៅវិញពេលអ្នកនរគ្នាចេញទៅវិញហើយអ្នកនរគ្នាឈប់លេងហើយអ្នកនរគ្នាចូល game វិញអ្នកនរគ្នាអត់អាចវាយ /register ហ្នឹងទេខ្ញុំធ្វើមើលអញ្ចឹងពេលដែលយើងចូលត្រឡប់មកវិញគឺគេមានពាក្យឲ្យយើងហើយគេដាក់ថា use/login ហើយដាក់ password របស់យើងអញ្ចឹងយើងគ្រាន់តែធ្វើការវាយតាមវានឹងមក /login មានថា login ខ្ញុំនឹងដាក់លើអេក្រង់ឲ្យអ្នកនរគ្នាមើលហើយអ្នកនរគ្នាដាក់ password ដែលអ្នកនរគ្នាដាក់មិញហ្នឹងណាហ្នឹងហើយដាក់មកដាក់ចឹងមកហ្នឹងហើយអូខេចឹងពេលអ្នកនរគ្នាដាក់បានហើយគឺមានអីទៀតទេគឺតែប៉ុណ្ណាគឺអ្នកនរគ្នាអាចចូលលេងបានអីសេរីហើយចូលដំបូងអ្នកនរគ្នាកុំភ្លេចថា /kit ផងហ្នឹងហើយ /kit ផងដើម្បីយក kit starter អញ្ចឹងណាយាអូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្ណឹងទេបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកគ្នានឹងជួបខ្ញុំផងដែរណាបាទ